ចាសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនមកមើលរបៀបនឹងខ្ញុំស្ងោរងាំងើយកង្កែបណាបងប្អូនចាមានកង្កែបមានដូចជាក្រូចងាំងើប៊ីចេងស្ករខ្ញុំលាយរួចហើយចាមានស្លឹកក្រូចមានគល់ស្គ្រៃខ្ទឹមសចាឥឡូវនឹងខ្ញុំចាប់ផ្ដើមពពងខ្ទឹមសនិងម្ដែងណាបងប្អូនចាម្ដែងគល់ស្គ្រៃស្លឹកក្រូចនិងខ្ទឹមសបងប្អូនចានេះខ្ញុំពពងគ្រឿងឲ្យរាងឈ្ងុយបន្តិចមុននឹងខ្ញុំចាក់កង្កែបបងប្អូនចាឥឡូវរាងឈ្ងុយបន្តិចណាបងប្អូនចាឈ្ងុយហើយក៏នឹងខ្ញុំចាក់កង្កែបចាកង្កែបនឹងក៏នឹងខ្ញុំកូរឲ្យដាច់ទឹកបងប្អូនចាឲ្យដាច់ទឹកឆ្អាបហ្នឹងណាបងប្អូនចាកូរឲ្យសព្វគ្រឿងបងប្អូនហើយចាកូរឲ្យសព្វហើយក៏កូរឲ្យរាងក្រៀមបន្តិចបងប្អូនបាននាងខ្ញុំយកមកដាក់ស្ងោរបងប្អូនចាឥឡូវក៏នាងខ្ញុំចាប់ផ្ដើមកូរត្រឡប់ហើយបងប្អូនបើមិនកូរឲ្យក្រៀមទេបើមិនកូរឲ្យដាច់ទឹកទេឆ្អាបណាបងប្អូនចាកង្កែបណាបងប្អូនតើតើនាងខ្ញុំកូរជាមួយគ្រឿងនឹងឲ្យសព្វឲ្យរាងដាច់ទឹកចឹងណាបងប្អូនចាឥឡូវក៏រាងក្រៀមបន្តិចឲ្យបងប្អូនឡើងខ្លោចខ្ទះណាបងប្អូនចាក្រៀមហើយក៏នាងខ្ញុំដួសដាក់កញ្ច្រែងបងប្អូនចាដួសដាក់កញ្ច្រែងហើយក៏នាងខ្ញុំចាប់ផ្ដើមដាំទឹកបងប្អូនដាំទឹកបដាហើយបងប្អូនចាឥឡូវដួសដាក់កញ្ច្រែងហ្នឹងបងប្អូនហើយទឹកក៏ពុះដែរណាបងប្អូនទឹកពុះហើយក៏នាងខ្ញុំដាក់កង្កែបនាងខ្ញុំដាក់កង្កែបហើយក៏ចាប់ផ្ដើមកូរបន្តិចចឹងណាបងប្អូនហើយដល់ពេលដាក់ស្ងោរនាងខ្ញុំដកគល់ស្គ្រៃដកអីចេញចឹងណាបងប្អូននៅសល់តិចតួចអីអត់អីទេបងប្អូនព្រោះយើងស្ងោរងាំងើបងប្អូនយើងលីងជាមួយគ្រឿងរួចហើយឥឡូវក៏ចាប់ផ្ដើមដាក់ក្រូចងាំងើបងប្អូនក្រូចងាំងើហើយក៏នាងខ្ញុំកូរបន្តិចចឹងណាបងប្អូនកូរបន្តិចហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់ប៊ីចេងស្ករទឹកត្រីឥឡូវចាប់ផ្ដើមដាក់ប៊ីចេងស្ករទឹកត្រីហើយបងប្អូនគ្រឿងក្រៅស្រែកចំណង់ចំណូលចិត្តបងប្អូនចឹងណាតែចំណែកខ្ញុំវិញខ្ញុំដាក់ទឹកត្រី2ស្លាបព្រាប៊ីចេង1ចុងស្លាបព្រាបាយនិងស្ករស1ស្លាបព្រាបាយឥឡូវក៏អូខេណាបងប្អូនឆ្អិនហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់ស្លឹកខ្ទឹមនិងជាណាបងប្អូននិងម្ទេសបងប្អូនដើម្បីឲ្យឈ្ងុយចឹងណាបងប្អូនបងប្អូនមកញ៉ាំជុំគ្នាជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនក្តៅហុយជាតិណាស់បងប្អូនអើយជាតិមហាជាតិបងប្អូនស្ងោរងាំងើយកង្កែបបងប្អូនមានជាតិឆ្ងាញ់ក្តៅហុយ